រកលុយបានជាមួយនឹង$1ជាងហ្នឹងបាទជិះចុចចូលមកបាទអញ្ចឹងវីដេអូមួយនេះគឺបានចំនួន$1ជាង$1.5 សេនហើយនេះមាន50សេនមាន24សេនមានអូខេ20សេន21 17មាន3សេន3សេនមាន1សេន1សេនណាអនុញ្ញាតគ្រប់នឹងជម្រាបសួរនិងសួស្តីទៅកាន់បងប្អូនអរគ្នាសម្រាប់វីដេអូនេះខ្ញុំនឹងមកប្រាប់បងប្អូនអរគ្នារបៀបឆែកមើលទឹកប្រាក់ដែលយើងរកបានតាមរយៈការផុសវីដេអូទៅលើ YouTube ណាសម្រាប់បងប្អូនអរគ្នាដែលចង់ដឹងអំពីរបៀបឆែកមើលទឹកប្រាក់ដែលយើងរកបានពី YouTube តើរកបានពិតមែនអត់ទៅហើយនឹងប្រាប់អំពីថាយើងធ្វើបែបណាទៅយើងអាចរកលុយបានពី YouTube ណាអញ្ចឹងសម្រាប់ channel របស់ខ្ញុំនេះខ្ញុំទើបតែស្នើទេណាសម្រាប់ channel របស់ខ្ញុំទើបតែស្នើទើបតែអូខេហើយ YouTube ទើបតែ approve ហើយខ្ញុំបានទទួលការរកលុយរយៈពេលដូចជា 2-3 ថ្ងៃហើយដែរហើយលុយរបស់ខ្ញុំក៏ទើបតែបានតិចដែរណាអញ្ចឹងខ្ញុំនឹងប្រាប់បងប្អូនថាធ្វើបែបណាទើបយើងអាចរកលុយបានពី YouTube ហើយនឹងនាំបងប្អូនទៅមើលចំនួនទឹកលុយដែលខ្ញុំរកក្នុងអំឡុងរយៈពេល4ទៅ5ថ្ងៃណាបាទអញ្ចឹងខ្ញុំសូមថយទៅវិញសិនដើម្បីខ្ញុំបង្ហាញបងប្អូនតែម្ដងដើម្បីធ្វើការរកលុយពី YouTube បានបងប្អូនត្រូវមាន app 2ទី1គឺ app YouTube សម្រាប់បងប្អូនធ្វើការផុសឬក៏បង្ហោះវីដេអូអូខេចូលទៅកាន់ channel YouTube ហើយទី2គឺបងប្អូនត្រូវមានជាមួយនឹង YT Studio ដើម្បីបងប្អូនធ្វើការគ្រប់គ្រងធ្វើការរៀបចំធ្វើការផុសធ្វើការអូខេយើងរៀបចំហើយនឹងការពិនិត្យមើលទិន្នន័យជាមួយនឹងអូខេchannel របស់យើងណាបងប្អូនណាបាទអញ្ចឹងបងប្អូនត្រូវមាន app ទាំងពីរហ្នឹងចំពោះ app ទាំងពីរហ្នឹងចំពោះ Android គឺបងប្អូនថា iOS មិនថាអីទេគឺបងប្អូនត្រូវចូលទៅកាន់ Play Store ឬក៏ App Store ហើយបងប្អូនធ្វើការតាឡើងកម្មវិធីមកទី1គឺកម្មវិធី app YouTube ទី2គឺ YT Studio ណាបាទអញ្ចឹងដោយសារតែខ្ញុំចង់បង្ហាញបងប្អូនអំពីលុយដែលខ្ញុំអាចរកបានអញ្ចឹងបងប្អូនចូលមកក្នុង YT Studio ដើម្បីយើងទៅមើលណាបាទអញ្ចឹងដោយសារតែខ្ញុំទើបតែនេះទេអញ្ចឹងខ្ញុំទើបតែបាន$2ទេណាបាទទើបតែបាន$2ទេអញ្ចឹងបងប្អូនចូលមកទៅនេះមកវាដើម្បីយើងមើលទិន្នន័យវីដេអូយើងទាំងអស់អញ្ចឹងវីដេអូខ្ញុំដែលមានទាំងប្រមាណគឺខ្ញុំបានធ្វើការដាក់ដើម្បីស្នើរកលុយទាំងអស់ណាបើន័យថាគ្រប់វីដេអូរបស់ខ្ញុំគឺខ្ញុំស្នើរកលុយទាំងអស់បាទអញ្ចឹងបងប្អូនប្រើប្រាស់ YT Studio ដើម្បីយើងមើលទៅលើវីដេអូរបស់យើងនឹងឯងអញ្ចឹងអ្វីនេះដែលជាអូខេអ្នកធ្វើគាត់ចង់បានណាបើន័យថារូបដុល្លារគឺគ្រប់វីដេអូទាំងអស់បើន័យថាវីដេអូរបស់ខ្ញុំគឺអាចរកលុយបានណាបាទអញ្ចឹងយើងចូលមកកាន់ Analytics ទៅនេះមកដើម្បីយើងទៅមើលបាទយើងមើលវីដេអូរបស់ខ្ញុំមួយទៅអាចរកលុយបានប្រមាណហើយយើងចូលកន្លែង revenue នេះដើម្បីយើងទៅមើលទឹកប្រាក់របស់យើងបាទអញ្ចឹងខ្ញុំទើបតែស្នើបាន4ទៅ5ថ្ងៃអញ្ចឹងទឹកប្រាក់របស់ខ្ញុំទើបតែបាន$2ជាងទេណាបាទទើបបាន$2ជាងហើយនេះជាមួយនឹងវីដេអូដែលអាចរកលុយបានជាមួយនឹង$1ជាងហ្នឹងបាទអញ្ចឹងចុចចូលមកបាទអញ្ចឹងវីដេអូមួយនេះគឺបានចំនួន$1ជាង$1.5 សេនហើយនេះមាន50សេនមាន24សេនមានអូខេ20សេន21 17មាន3សេន3សេនមាន1សេន1សេនណាបាទអញ្ចឹងវាសរុបទាំងអស់ទៅគឺវាបានចំនួនអូខេ$2.35 សេននឹងក្នុងរយៈពេលហើយចំពោះលុយនេះវានឹងផេតចូលមកកាន់អូខេ Google AdSense របស់យើងហ្នឹងនៅក្នុងចន្លោះថ្ងៃទី9ទី10 11 12នឹងឯងបាទបន្ទាប់ពីចន្លោះថ្ងៃទី9 10 11 12នឹងហើយចូលដល់ថ្ងៃទី22 23 24ចន្លោះដល់ថ្ងៃទី25ទើបវាផេតចូលមកកាន់ធ្លាក់ចូលមកកាន់ក្នុងកងធនាគាររបស់យើងបន្ទាប់ពីយើងអាចដកបានណាបន្ទាប់ពីវាគ្រប់ចំនួនដែលយើងអាចដកបានគឺ$100នឹងឯងបាទចំពោះលក្ខខណ្ឌដែលយើងអាចស្នើរកលុយបានពី YouTube ហ្នឹងគឺបងប្អូនអាចមើលគោលការណ៍របស់វាបានណាបាទគោលការណ៍របស់ YouTube បានអញ្ចឹងខ្ញុំសូមបង្ហាញខ្លះតាក់ទងជាមួយនឹងគោលការណ៍ដែលបងប្អូនត្រូវធ្វើខ្ញុំនឹងប្រាប់បងប្អូនទៅលើ channel មួយទៀតដែលអត់ទាន់គ្រប់គោលការណ៍អូខេអញ្ចឹងខ្ញុំសូមថយចូលទៅកាន់ channel មួយទៀតសិនដើម្បីខ្ញុំបង្ហាញបងប្អូនអំពីគោលការណ៍ដែលបងប្អូនត្រូវធ្វើឲ្យបានមុននឹងបងប្អូនរកអូខេអញ្ចឹងបងប្អូនចូលមកកាន់កន្លែងរូប$នេះដើម្បីយើងទៅមើលគោលការណ៍ដែលអូខេ YouTube វាតម្រូវឲ្យយើងរកបានណានេះបងប្អូនឃើញទេគឺអ្វីដែលបងប្អូនត្រូវធ្វើហ្នឹងគឺបងប្អូនត្រូវរកឲ្យបានចំនួនអូខេ1000 Subscribe ហើយនឹងម៉ោងចំនួន4000ម៉ោងណានៅពេលដែលបងប្អូនគ្រប់ចំនួនតាមគោលការណ៍របស់ YouTube ហើយវានឹងលោត
កន្លែងនេះណាវាលុតវាថា apply now បើន័យថាវាឲ្យយើងធ្វើការស្នើណាបើសិនជាក្នុង channel បងប្អូននឹងផលិតវីដេអូដែលជា original វីដេអូដែលផលិតដោយខ្លួនឯងឬក៏ធ្វើដោយខ្លួនឯងបងប្អូនធ្វើការដាក់ស្នើទៅហើយធ្វើការបង្កើតជាមួយនឹង Google AdSense ហើយធ្វើការស្នើណាធ្វើការស្នើតាមរយៈ app នេះអញ្ចឹងបងប្អូនមើលពីគោលការណ៍គឺ 1000 subscribe 4000 ម៉ោងឥឡូវគឺខ្ញុំបាន668 subscribe ទៀតហើយជាមួយ channel នេះហើយនឹងម៉ោងបាន2344ម៉ោងអញ្ចឹងបងប្អូនត្រូវរកឲ្យបានជាមួយនឹង subscribe 1000ហើយនឹងម៉ោងចំនួន4000ណាទើបបងប្អូនអាចធ្វើការស្នើនិងធ្វើការអាចរកលុយបានបាទអញ្ចឹងចំពោះការមើលប្រើប្រាស់ទិន្នន័យហ្នឹងគឺបងប្អូនត្រូវមានជាមួយនឹង app YT នឹងឯងបាទមានប៉ុណ្ណឹងទេបងប្អូនសម្រាប់ការចែកម្លែកមួយនេះក៏ដូចជាចំណេះដឹងមួយនេះខ្ញុំសង្ឃឹមថាបងប្អូនទាំងគ្នាបានមើលហើយក៏ដូចជាការលើកទឹកចិត្តមិនមែនជាការអួតអាងអីទេប៉ុន្តែនេះជាការលើកទឹកចិត្តមួយទៅដល់បងប្អូនទាំងគ្នាអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូជួបខ្ញុំវីដេអូបន្ទាប់ជម្រាបលាបាយបាយ